បងប្អូនខ្មែរយើងធ្លាប់តែហូបទឹកត្នោតជូរឬមួយក៏ទឹកត្នោតផ្អែមអញ្ចឹងណាបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលពីសកម្មភាពនៃការធ្វើត្នោតបងប្អូនសម្រាប់ត្នោតញីគឺខ្ញុំគៀបរយៈពេល5 តកៀបបងប្អូននៅខាងខ្ញុំគេចំណាំនិយាយ5 តកៀបហ្នឹងបានន័យថាយើងគៀបរយៈពេល5 ថ្ងៃបងប្អូនមួយថ្ងៃយើងគៀបតែម្ដងឯងបងប្អូនអរគ្នាយើងគៀបម្ដងមួយថ្ងៃគឺថាយើងគៀបព្រឹកយើងគៀបព្រឹកអញ្ចឹងទៅបើយើងគៀបល្ងាចយើងគៀបតែល្ងាចម្ដងឯងបងប្អូនហើយត្រឡប់របស់ខ្ញុំគឺខ្ញុំគៀប2 ថ្ងៃខ្ញុំចោលមួយថ្ងៃបងប្អូនអញ្ចឹងបានន័យថារយៈពេលយើងគៀប5 ថ្ងៃហ្នឹងគឺយើងត្រូវខានវា2 ថ្ងៃបូកតាំង5 ថ្ងៃទៀតវាចូល7 ថ្ងៃបងប្អូនបានយើងធ្វើការច្រក់ទឹកវាយើងច្រក់ទឹកវាមួយយប់មួយថ្ងៃបងប្អូនទាំងអស់គ្នាឬមួយក៏បើយើងគៀបរៀងខ្សោយដែរយើងដាក់វាច្រក់ទឹកវា2 យប់ 2 ថ្ងៃទៅយើងត្រាំផ្កាវាបងប្អូនហើយបន្ទាប់មកគឺយើងដោះទឹកនឹងចាក់ចោលទៅបងប្អូនយើងបើយើងដោះទឹកពេលព្រឹកយើងល្ងាចឡើងយើងចាត់មុខវាឬបងប្អូនហើយទើបបានវាស្រក់បងប្អូនគឺយើងចាត់វាស្ដើងទៅយើងចាត់បានយូរបងប្អូនគឺបច្ចេកទេសនៃការធ្វើត្នោតនេះគឺមិនមែនធ្វើដូចគ្នាទាំងអស់ទេបងប្អូនគឺអ្នកខ្លះគេធ្វើបែបផ្សេងហើយអ្នកខ្លះទៀតក៏ធ្វើបែបផ្សេងដែរបងប្អូនទាំងអស់គ្នាកាលណាតែយើងគៀបត្រូវគឺទឹកត្នោតគឺស្រក់ល្អបងប្អូនគឺស្រក់ញាប់អញ្ចឹងទៅបើយើងគៀបជ្រុលឬមួយក៏គៀបស្ទើរក៏វាអត់សូវចេញខ្លាំងដែរបងប្អូនទាំងអស់គ្នាហើយខ្ញុំមានបទពិសោធន៍រៀងយូរឆ្នាំដែរបងប្អូនទាំងអស់គ្នាបានខ្ញុំធ្វើកើនអញ្ចឹងណាបងប្អូនគឺខ្ញុំធ្វើបានទឹករៀងច្រើនដែរបងប្អូនមួយដើមមិនក្រោមពី5 លីត្រឡើងទេបងប្អូនអាខ្លះ10 លីត្រអាខ្លះទៅ20 លីត្រវាអត់ទៀងទេបងប្អូនទាំងអស់គ្នាបាទហើយសម្រាប់បងប្អូនដែលចង់ហូបទឹកត្នោតជូរឬមួយក៏ទឹកត្នោតផ្អែមធម្មជាតិអីអាចតាក់ទងមកខ្ញុំបានបងប្អូនទាំងអស់គ្នាគឺខ្ញុំមានលក់បងប្អូនហើយសម្រាប់អ្នកនៅភ្នំពេញគឺខ្ញុំអាចធ្វើការដឹកឲ្យបានបងប្អូនទាំងអស់គ្នាគឺតាក់ទងមកខ្ញុំគឺលេខ Telegram 015 88 28 73បងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីសកម្មភាពច្រោះទឹកត្នោតបងប្អូនទាំងអស់គ្នាដោយសារតានៅក្នុងទឹកត្នោតហ្នឹងគឺវាមានកំទេចផ្កាឬមួយក៏សត្វឃ្មុំសត្វអីវាចូលអញ្ចឹងណាបងប្អូនទាំងអស់គ្នាបើយើងអត់ច្រោះវាទេវាពិបាកនៅក្នុងការហូបអញ្ចឹងណាបងប្អូនគឺយើងអត់មានលាយអីទេបងប្អូនឮតែគេថាលាយអីអញ្ចឹងណាប៉ុន្តែបើសម្រាប់ខ្ញុំគឺខ្ញុំលក់សុទ្ធ original ហ្មងបងប្អូនទាំងអស់គ្នា